នេះជាបណ្ណាល័យមួយនៅក្នុងសាលាមួយកន្លែងដែលមានសក្តានុពលខ្លាំងនៅភូមិភាគពីរយ៉កគឺក្នុងខេត្តបាត់ដំបងគឺជាសាកលវិទ្យាល័យជាតិបាត់ដំបងនេះជាសកម្មភាពតិចតួចក៏ដូចជា environment នៅក្នុងនឹងតិចតួចតទៅជាមួយនឹងសាកលវិទ្យាល័យជាតិបាត់ដំបងយើងឃើញថាវាមានពិតជាមានភាពស្រស់ស្អាតនិងខ្យល់បរិសុទ្ធមែនទែនហើយយើងក៏លេចមកមើលឯស្រះទឹកវិញយើងឃើញថាមានបងសម្រាប់អង្គុយសិក្សាស្រាវជ្រាវមេរៀនធ្វើ assignment ផ្សេងយើងអាចមក relax នៅក្រោមនឹងបានណាអញ្ចឹងយើងអាចមើល detail តាក់ទងជាមួយនឹង environment ជុំវិញនឹងតិចទៅយើងឃើញថាពោពេញទៅដោយធម្មជាតិនិងអាកាសធាតុល្អមែនទែនអញ្ចឹងយើងអាចឃើញបងច្រើនកន្លែងមែនទែនបើសិនជាយើងមានបំណងថាចង់ទៅសិក្សាឬក៏ធ្វើកិច្ចការស្រាវជ្រាវរបស់សាលាឬក៏ assignment ផ្សេងៗទាំងអស់គ្នាអាចមកអង្គុយនៅទីនេះបានអញ្ចឹងបើយើងនិយាយរឿងបរិស្ថានគឺល្អខ្លាំងមែនទែននេះគឺខ្ញុំបានថតពីខាងស្រះទឹកមកវិញដែលផ្លូវនេះគឺមានយើងអាចញ៉ាំកាហ្វេនៅក្នុងបានទៀតកាហ្វេសាកលវិទ្យាល័យយើងអាចមកញ៉ាំនៅនឹងបានយើងអាចអង្គុយមាត់ទឹកបានយើងអាចធ្វើកិច្ចការអីផ្សេងនៅនឹងបានដោយមានភាពស្ងៀមស្ងាត់មែនទែនបើយើងនិយាយថារឿងខ្យល់បរិសុទ្ធខ្ញុំឲ្យ10លើ10នេះរឿងបរិស្ថាន10លើ10គឺសម្រាប់មួយចស័យអាចនិយាយអញ្ចឹងថាសម្រាប់មួយចស័យគឺគ្មានទេនេះគឺជាផ្លូវទី2ផ្លូវច្រកចូលទី2យើងអាចឃើញអញ្ចឹងទៅហើយសម្បូរទៅដោយស្មៅធម្មជាតិហើយសម្បូរទៅដោយសិក្សារៀនសូត្របន្ទប់មានអនាម័យអ្នកនេះអាចឃើញ detail បានចិត្តល្អមែនទែនអ្នកនេះអាចមើលតិចតួចទៅតាក់ទងជាមួយនឹងសាកលវិទ្យាល័យជាតិបាត់ដំបងគ្រាន់តាក់ទងជាមួយនឹងបរិស្ថានទេ Goodbye